តើអ្នកធ្លាប់សួរខ្លួនឯងឬទេថាតើអ្វីអាចធ្វើឲ្យមនុស្សម្នាក់ក្លាយជាមេដឹកនាំដ៏ល្អបានយ៉ាងពិតប្រាកដវាបណ្ដាលមកពីតួនាទីឬអំណាចឬក៏មានអ្វីជ្រាលជ្រៅជាងនេះទៅទៀតថ្ងៃនេះយើងនឹងចូលទៅកាន់ការសិក្សាពីសៀវភៅដ៏មានឥទ្ធិពលរបស់លោក John C. Maxwell ដែលមានចំណងជើងថា The 5 Levels of Leadership ហើយខ្ញុំនឹងបង្ហាញអ្នកអំពីវិធីកើនឡើងរាល់កម្រិតដើម្បីក្លាយជាអ្នកដឹកនាំដែលមនុស្សគេចង់ធ្វើតាមដោយស្ម័គ្រចិត្តភាពជាអ្នកដឹកនាំមិនមែនជាតួនាទីនោះទេហើយប្រសិនបើអ្នកនៅជាមួយខ្ញុំរហូតដល់ចប់អ្នកនឹងរកឃើញពីវិធីក្នុងការអនុវត្តដែលជួយឲ្យអ្នកក្លាយទៅជាមេដឹកនាំដែលត្រឹមត្រូវទៅជាអ្នកដឹកនាំដែលមានមនុស្សគេគោរពនិងទទួលស្គាល់សម្រាប់ការដឹកនាំទាំង5កម្រិតនេះកម្រិតទី1គឺជាលក្ខណៈ position តួនាទីកម្រិតទី1នេះមនុស្សធ្វើតាមអ្នកព្រោះតែគេត្រូវតែធ្វើតាមអ្នកអាចជាអ្នកគ្រប់គ្រងថ្មីឬក៏ជាមេក្រុមតូចណាមួយតែចាំច្បាស់ថាតួនាទីមិនធ្វើឲ្យអ្នកខ្លាចជាមេដឹកនាំគេនោះទេហើយសម្រាប់ការអនុវត្តទៅលើផ្នែកនៃតួនាទីជាអ្នកដឹកនាំកម្រិតទី1នេះគឺយើងចាប់ផ្ដើមពីការទទួលខុសត្រូវមានវិន័យមកធ្វើការដោយទៀងទាត់និងមានតម្លាភាពបង្ហាញឲ្យមនុស្សឃើញថាអ្នកយកចិត្តទុកដាក់នៅលើតួនាទីរបស់អ្នកសម្រាប់កម្រិតនៃការដឹកនាំកម្រិតទី2វិញគឺតាក់ទងទៅនឹង permission ទំនាក់ទំនងកម្រិតទី2នេះគឺជាភាពជាអ្នកដឹកនាំចាប់ផ្ដើមផ្ទាល់មនុស្សធ្វើតាមអ្នកព្រោះតែគេចង់ធ្វើតាមនេះគឺជាការស្ថាបនាការជឿទុកចិត្តនិងទំនាក់ទំនងតបជាប់ជាមួយនឹងមនុស្សសួរពីគោលបំណងរបស់ពួកគេស្ដាប់បញ្ហារបស់ពួកគេពេលមនុស្សដឹងថាអ្នកយកចិត្តទុកដាក់ពួកគេនឹងតាមអ្នកដោយទឹកចិត្តសម្រាប់ការដឹកនាំកម្រិតទី3គឺតាក់ទងទៅនឹង production ផលិតភាពកម្រិតទី3នេះគឺជាការដឹកនាំមួយដែលផ្អែកទៅលើលទ្ធភាពទាំងស្រុងមនុស្សធ្វើតាមអ្នកព្រោះតែអ្នកបានធ្វើឲ្យអង្គភាពរីកចម្រើនលទ្ធផលនាំមកនូវទំនុកចិត្តសម្រាប់ការអនុវត្តទៅលើកម្រិតទី3នេះផងដែរគឺអ្នកត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ផ្ដល់នៅលទ្ធផលជាក់ស្ដែងហើយធ្វើការអបអរសាទរនៅរាល់សមិទ្ធផលនានាជាមួយនឹងក្រុមវានឹងធ្វើឲ្យមនុស្សមានទំនុកចិត្តចំពោះអ្នកកាន់តែខ្លាំងឡើងសម្រាប់កម្រិតនៃការដឹកនាំកម្រិតទី4វិញគឺតាក់ទងជាមួយនឹងការអភិវឌ្ឍមនុស្ស people development ដែលជាកម្រិតមួយដែលជាកន្លែងដែលអ្នកដឹកនាំមានការផ្លាស់ប្ដូរមនុស្សតាមអ្នកព្រោះតែអ្វីដែលអ្នកបានធ្វើឲ្យពួកគេអ្នកមិនមែនត្រឹមតែទទួលបានជោគជ័យម្នាក់ឯងនោះទេប៉ុន្តែអ្នកកំពុងតែជួយអ្នកដទៃដើម្បីឲ្យខ្លាចទៅជាអ្នកដឹកនាំបន្តផងដែរសម្រាប់ការអនុវត្តទៅលើកម្រិតទី4នេះគឺជាមគ្គុទ្ទេសក៍ដែលជួយដល់អ្នកដទៃផ្ដល់ឱកាសពិតប្រាកដឲ្យពួកគេជួយពួកគេឲ្យស្វែងរកនៅសមត្ថភាពពិសេសរបស់ពួកគេចូលចាំថាអ្នកដឹកនាំល្អមិនបានបង្កើតនោះទេតែអ្នកត្រូវដើរតាមវាចូលចាំថាអ្នកដឹកនាំល្អមិនបានបង្កើតតែអ្នកដើរតាមនោះទេប៉ុន្តែត្រូវបង្កើតអ្នកដឹកនាំថ្មីបន្ថែមទៀតសម្រាប់ការដឹកនាំកម្រិតកម្ពូលដែលគឺជាកម្រិតទី5កម្រិតចុងក្រោយដែលគឺជាការដឹកនាំកម្រិតខ្ពស់បំផុតមនុស្សតាមអ្នកព្រោះតែអ្នកជានរណានិងអ្វីដែលអ្នកតំណាងឲ្យអ្នកបានកសាងកេរ្តិ៍ឈ្មោះនៃការគោរពនិងឥទ្ធិពលរបស់អ្នកសម្រាប់ការអនុវត្តចំពោះកម្រិតខ្ពស់បំផុតនេះគឺអ្នកត្រូវផ្ដោតទៅលើកេរ្តិ៍ឈ្មោះបង្កើតអ្នកដឹកនាំដែលអាចដឹកនាំបានដោយគ្មានអ្នកសម្រាប់កម្រិតនេះផងដែរឥទ្ធិពលរបស់អ្នកនឹងនៅតែរក្សាបានបើទោះបីជាអ្នកមិននៅទីនោះក៏ដោយហើយឥឡូវនេះតើអ្នកស្ថិតនៅក្នុងការដឹកនាំកម្រិតណាដែរហើយអ្នកចង់ឈានដល់កម្រិតណាចូលចាំថាភាពជាអ្នកដឹកនាំមិនមែនអំពីតួនាទីដែលអ្នកកាន់នោះទេប៉ុន្តែវាគឺជាឥទ្ធិពលដែលបានបង្កើតដោយអ្នកផ្ទាល់អ្នកដឹកនាំអស្ចារ្យក៏មិនឡើងជណ្ដើរសម្រាប់ខ្លួនឯងនោះទេពួកគេឡើងដើម្បីលើកអ្នកដទៃប្រសិនបើវីដេអូនេះបានបំផុសគំនិតឲ្យអ្នកនៅក្នុងការដឹកនាំកាន់តែទទួលបានមេរៀនសម្រាប់ជីវិតបន្ថែមទៀតដំណើរនៃការដឹកនាំរបស់អ្នកចាប់ផ្ដើមនៅថ្ងៃនេះចូលចាំថាភាពជាអ្នកដឹកនាំពិតប្រាកដមិនមែនជាការធ្វើអ្វីតែម្នាក់ឯងនោះទេវាគឺជាការដែលដឹកនាំក្រុមការងារធ្វើរួមគ្នាជាលក្ខណៈ teamwork ហើយនេះហើយគឺជាច្បាប់នៃការធ្វើការងារជាក្រុមសូមអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅប្រធានបទបន្ត